ខ្ញុំជឿជាក់ថាគោលគំនិតនៃនយោបាយឈ្នះឈ្នះពិតជាមានតម្លៃក្នុងការផ្ដល់ភាពចូលជាមូលដ្ឋានគ្រឹះនៃការកសាងសន្តិភាពតែមានលក្ខណៈយូរអង្វែងនិងមានបរិយាបន្នសម្រាប់អ្នកចូលរួមទាំងឡាយតែពុំសូវបានស្គាល់ពីកម្ពុជាចង់បញ្ជាក់ជូនថាក្រោមការព្រួយផ្ដើមនិងការដឹកនាំអនុវត្តរបស់ខ្ញុំនយោបាយឈ្នះឈ្នះបានសម្រេចនៅសន្តិភាពពេញលេញនិងឯកភាពទឹកដីនៅក្នុងឆ្នាំ1998ដោយគ្មានការបង្ហូរឈាមរវាងខ្មែរនិងខ្មែរនេះជាសន្តិភាពពេញលេញយូរអង្វែងតែកម្ពុជាពុំធ្លាប់ស្គាល់តតែសោះក្នុងអំឡុងពេលជាង500ឆ្នាំចុងក្រោយពីការធ្លាក់ចុះនៃអាណាចក្រអង្គរហើយបទពិសោធន៍នៃការបង្រួបបង្រួមជឿនហើយជាតិប្រើក្របកំភ្លើងនឹងការបង្ហូរឈាមប្រហែលជាមានតែកម្ពុជាទេនៅលើពិភពលោកនេះយើងគិតថានេះមិនមែនជាអំណួតនោះឡើយតែនេះគឺជាសន្តិភាពដែលបានមកដោយលំបាកជាទីបំផុតបើគិតពីប្រវត្តិសាស្ត្រនៃការឈឺចាប់របស់កម្ពុជាដែលឆ្លងកាត់នៅការលំបាកទុក្ខសោករាប់ជំពូកនិងសោកនាដកម្មប្រល័យជាតិសាសន៍